Coily cannot defend 5-man by himself. Finally, we see the end of the game here. As a 1v5 happens, Phantom Steed there will not help you. As Galaxy Legends pushes on, Coily can try to defend it, but he will not as he falls. And there we have it, a full-on sweep by the GXL team. Pro Esports has lost the 10-win streak. A full sweep. មកការវាយយកដល់ដល់ការហៅជួយដល់ក្រៅមកគុំអេសូឌីមកមិនបានជួយដល់ខូសែនមកដែរមិនមានគូសែននៅតែពី Pro Esports តែក្រៅជួយពីលេខក៏បន្តចោះចាញ់យកគ្នាមិនការបោបាយទៅខាងក្រៅដល់វិគីជួយវិគីផងបាត់ជួយដល់កណ្ដាលសាក៏នៅបាត់ជួយដល់វិគីពីររបស់ Galaxy Legends នៃការបាត់បង់រុននឹងលីនវិកាដោតយបាត់ទៅហើយវិគីលេងហើយលេងបាទមកការចូលពីការប្រែ2ទល់នឹង4យកតែម្ដងជួយដល់ការគួចជួយដល់3នេះម៉ាំងដាច់បាត់ជួយដល់ការប្រែលីនជួយបានការចូលបាយយកក៏មិនយកតាមដងពីលេខមានការចាញ់មួយបែបទីការតតមិនការបោបាយ1ទល់នឹង3 2ទល់នឹង3មានការដាច់ជាមួយនឹងលេនដាច់ជាមួយនឹងសាបាល់មកវិញចាំរុនការតថយរត់រួចដូចគ្នាប៉ុន្តែអេសូឌីគាត់មិនត្រូវទេបាទលោតការលោតចេញវិញក៏បានលោតចូលខ្លួនជាមួយនឹងការឃ្លៀលោតបានធម្មតានោះទេ15នាទីឲ្យមិនចប់វគ្គបាននោះមិនបានដូចគ្នាប៉ុន្តែជាមួយនឹងការទលេជាមួយក្រៅមកពិសាដូចគ្នាចាំមិនសូនចាំមិនចង់បានជាមួយនឹងធាស៊ីទៅមិនលើការបាយជាមួយនឹងការសាស៊ីទៅមិនការលោតចូលនៅការបាយលើរុនពួត2 3ពីលេខចូលដល់យកតាមដល់បាយដាក់ជាមួយនឹងពីលេខដល់បានជាមួយនឹងពីលេខដូចគ្នាប៉ុន្តែលេងមិនការតតប៉ុន្តែជាមួយនឹងតារាទីវិញនឹងខាងលើមិនបានដល់តែមិនលើការចាញ់មើលពេលមកពីកាប្រែលោកគ្នាមិនដែរជាមួយការបន្តបាយដាក់ជាមួយនឹងកាប្រែតែជាមួយនឹងការដានសាចូលក៏មិនចូលច្រែកដាក់ជាមួយនឹងការដានសាបាត់ហើយឥឡូវមានការចូលបាយដាក់ជាមួយនឹងខយលីបានតន់ណាស់ទេអេសាវាយមកដល់រត់ជួយនឹងលេនបានបងបាត់ហើយអេសាមីនេះ The first time យើងគឺបានទៅលើ Pro Esports The Strong King ទេបំផុត7រដូវកាលនៃការប្រកួត MBL Cambodia ស្គាល់នៅពានរបស់ MBL Cambodia របស់យើងហើយគឺនៅរដូវកាលទី10ដោយបញ្ចប់វា4-0ចំណែកឯ Galaxy Legend អូហយលេខ2ជាលើកទី